នេះញាក់ភ្លើងនេះបងប្អូនញាក់ភ្លើងកូនពូប៉ែមីនេះបានសំជាញាក់ភ្លើងមែននិយាយទៅគឺការបដាបាល់ការសុតបាល់របស់គាត់គឺកប់សេរីតែម្ដងនេះហើយគ្រាន់តែសាច់គាត់សុតចូលបើជាចូល4គ្រាប់តែឯងហើយទៅគឺញាក់ភ្លើងនេះគឺឪពុកដាក់ឈ្មោះឲ្យគឺល្អមែនតើគ្រាន់ជាងវិចកតិចគ្រាន់ជាងវិចកតិចហើយវិចកសើចូលទៅវិចកញាក់ភ្លើងឲ្យស្ពេចវិចកហើយមើលតាការលេងបាល់របស់គាត់មើលគឺធំឡើងនឹងតែគាត់ជាទំពាំងស្នងឫស្សីនៃបាល់គេហៅថាបាល់ទាត់អីចឹងទៅគឺគាត់ល្អមែនតើក្នុងការសូត្រក៏ការប្រើរបស់គាត់ឲ្យទាត់មួយជើងមកបើខ្ញុំអត់ចាក់កើតណាតែមែនណាគឺគាត់ទាត់អត់កើតទេហើយគាត់ធ្លាប់ហាត់ចឹងក៏ជាគាត់ទាត់កើតតែខ្ញុំវិញគឺគាត់ដឹងតាណាទេហើយទៅគឺការលេងបាល់របស់គាត់គឺមានសារគាត់គឺល្អមែនតើបើមិនល្អយ៉ាងម៉េចមើលតែគាត់សុទ្ធទៅដឹងហើយមួយជើងរបស់គាត់ចេញមកគឺស្អាតតែហ្មងនិយាយទៅគឺចូលចិត្តញាក់ភ្លើងប៉ុន្តែអត់ចេះមើលបាល់តែចូលចិត្តញាក់ភ្លើងតែអត់ចូលចិត្តមើលបាល់តែមើលទៅមើលគាត់លេងមើលតែមើលล่าสุดไอ้โบ